ជារឿងចាស់មានតាំងពីយូរយារណាស់មកហើយញោមញាតិពុទ្ធបរិស័ទទាំងឡាយគ្រប់រូបក៏បានជ្រាបដែរព្រះសម្មាសម្ពុទ្ធជាបរមគ្រូទ្រង់បានសម្ដែងបញ្ជាក់ប្រាប់ដល់បរិស័ទដល់មនុស្សទូទៅទាំងអស់អំពីសេចក្តីទុក្ខធំរបស់មនុស្សជាតិនៅលើសកលលោកនេះគឺជាតិជារាពជាធិនិងមរណៈជាតិគឺការកើតនឹងគឺកើតនៅខណ្ឌ5រូបវេទនាសញ្ញាសង្ខារនិងវិញ្ញាណជាតិនឹងកើតហើយក្នុងខណ្ឌទាំង5នេះក៏ផ្ដល់នៅសេចក្តីទុក្ខដល់ជីវិតរបស់មនុស្សនោះជារាក្រំគ្រាក៏ជាទុក្ខការឈឺចាប់ក៏ជាទុក្ខសេចក្តីស្លាប់ក៏ជាទុក្ខសម្រាប់មនុស្សសត្វទូទៅទាំងអស់អ្នកដែលលះលោកនេះទៅកាន់លោកខាងមុខហើយក៏យើងទាំងអស់គ្នាមិនដឹងជាលោកទៅស្ថិតនៅទីណាកន្លែងណាក៏អត់បានដឹងដែរនេះសម្រាប់កូនចៅប្រុសស្រីសាច់ញាតិទាំងអស់ដែលមានជីវិតរស់នៅមានសេចក្តីទុក្ខសោកកន្ទក់កន្ទិញកើតឡើងនៅក្នុងចិត្តគ្រប់គ្នាដោយសារការនិរះប្រាត់ប្រាសចាកសត្វនិងសង្ខារដែលជាទីស្រឡាញ់ក្នុងឱកាសនេះម្ល៉េះហើយអស់មធ្យោបាយអស់លទ្ធភាពដើម្បីនឹងបានជួបប្រសពគ្នានៅពេលណាមួយទៀតហ្នឹងគឺមិនមានទេសម្រាប់ជីវិតរបស់មនុស្សយើងរស់នៅដូចគ្នាជាមនុស្សកាលណាបែកព្រឹត្តប្រាសចេញអំពីគ្នាទៅកាន់នៅខេត្តដទៃក្តីប្រទេសដទៃក្តីក៏យើងនឹងអាចមានសេចក្តីសង្ឃឹមថាថ្ងៃណាមួយខែណាមួយឆ្នាំណាមួយយើងនឹងអាចបានវិលមកជួបប្រទេសឃើញមុខគ្នាសាជាថ្មីឡើងវិញនឹងបុរាណថាការព្រឹត្តរស់រីឯព្រឹត្តក្នុងការស្លាប់នេះគឺផុតវិស័យផុតសេចក្តីសង្ឃឹមថានឹងបានជួបគ្នានៅវេលាណាថ្ងៃណាខែណាឆ្នាំនោះគឺមិនមានទេសំបីបច្ចុប្បន្ននេះមានអ្នកវិទ្យាសាស្ត្រគេបង្កើតគ្រឿងបច្ចេកទេសទំនើបដូចជាទូរស័ព្ទដែលញោមញាតិពុទ្ធបរិស័ទប្រើជាទូទៅគ្រប់គ្នាទាំងអស់ឲ្យតែមនុស្សមានជីវិតរស់នៅដូចគ្នានៅស្រុកណាខេត្តណានៅប្រទេសណានៅទ្វីបណាក៏យើងអាចប្រស្រ័យទាក់ទងគ្នាបានទៅវិញទៅមកមើលគ្នាឃើញរូបហើយឮសំឡេងនិយាយគ្នាទៀតទោះបីនៅឆ្លងទ្វីបឆ្លងប្រទេសក្តីក៏ឃើញនៅចិត្តគ្នាបង្កើតដូចជានិយាយសារស័ព្ទទល់មុខគ្នានឹងគ្នានោះនឹងជាគ្រឿងបច្ចេកវិទ្យាគេអស្ចារ្យដែលអ្នកវិទ្យាសាស្ត្រគេខំស្រាវជ្រាវរាវរកនោះតែគ្រឿងបច្ចេកវិទ្យានេះទាក់ទងបានតែរវាងមនុស្សនិងមនុស្សដូចគ្នាទេដែលមានជីវិតរស់នៅនោះតែសម្រាប់ប្រស្រ័យទាក់ទងនឹងអ្នកដែលលះលោកទៅខាងមុខហើយមិនមានពោពិធីណាពេលណានឹងអាចទាក់ទងគ្នាបានទេសំបីគ្រឿងវិទ្យាសាស្ត្រទំនើបក៏ទាក់ទងគ្នាបាននឹងបានសេចក្តីដែលព្រឹត្តប្រាសគ្នានេះគឺអស់សង្ឃឹមរៀងខ្លួនសម្រាប់កូនចៅដែលមានជីវិតរស់នៅអាស្រ័យនេះក្នុងមេគានៃពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធទ្រង់បានត្រាស់ទូលមានដាស់តឿនដល់មនុស្សទាំងឡាយទូទៅឲ្យខំគិតរំពឹងពិចារណានៅលក្ខណៈ4យ៉ាងគឺជាតិជារាពជាធិនិងមរណៈនេះសម្រាប់អ្នកដែលលះលោកទៅខាងមុខផុតទៅហើយលោកទៅតាមយថាកម្មអំពើផលការងារគឺកម្មដែលលោកបានធ្វើនៅពីមនុស្សហ្នឹងធ្វើល្អយ៉ាងណាអាក្រក់យ៉ាងណាបានប៉ុណ្ណាផ
ផលរបស់ការងារនោះជាគ្រឿងទីពឹងរបស់អ្នកដែលលះលោទៅខាងមុខហើយនោះយើងគ្មានវិធីអីនឹងជួយជ្រោមជ្រែងអ្នកដែលលះលោទៅខាងមុខហើយនឹងបានទេដូចជាក្នុងកម្មវិធីបុណ្យនេះលោកក្រុមញាតិគ្រួសារកូនចៅរបស់សមបាននិមន្តអាត្មាភាពមកសម្ដែងធម៌ទេសនាក្នុងកម្មវិធីបុណ្យតម្កល់សមក្នុងឱកាសនេះធម៌ទេសនាដែលត្រូវសម្ដែងក្នុងឱកាសនេះมันមានធ្វើណាដើម្បីនឹងប្រស្រ័យតាកតងនឹងអ្នកដែលលះលោកទៅកាន់លោកខាងមុខបានទេធ្វើដែលត្រូវសម្ដែងក្នុងឱកាសនេះគ្រាន់តែជាគ្រឿងដាស់តឿនក្រើនរំលឹកដល់ញោមញាតិពុទ្ធបរិស័ទទាំងឡាយដែលមានជីវិតរស់នៅជាមនុស្សដូចគ្នានឹងទេពោលដើម្បីឲ្យរំពឹងឲ្យគិតពិចារណាកុំប្រហែសទ្វេឲ្យពិចារណាថាសេចក្តីទុក្ខធំរបស់មនុស្សដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងហើយនោះពោលយើងដឹងយើងឮគ្រប់តែគ្នាប៉ុន្តែយើងគ្រាន់តែប្រហែសទ្វេមិនបានគិតមិនបានពិចារណាពលនៅពាក្យទូលមានជាឱវាទរបស់ព្រះសម្មាសម្ពុទ្ធដែលបានទ្រង់សម្ដែងដាស់តឿនយើងទេម្យ៉ាងទៀតដូចជាញោមញាតិពុទ្ធបរិស័ទជាដែលចូលមកអនុមោទនារួបរួមក្នុងកម្មវិធីបុណ្យសពនេះហើយតែចូលមកចូលរួមរំលែកមរណៈទុក្ខណាចំពោះក្រុមញាតិគ្រួសាររបស់សពហើយជាងកាលក៏យើងទាំងអស់គ្នាអត់បានគិតរំពឹងពិចារណាទេថាខ្លួនយើងក៏នឹងត្រូវមានដំណើរតែមួយផ្លូវតែមួយគឺទៅកាន់សេចក្តីស្លាប់នេះដូចតែគ្នាអត់បានគិតបានរំពឹងទេមកដល់យើងក្រាន់តែមានសេចក្តីស្រណោះអាឡោះអាល័យសោកសម្រែងចំពោះអ្នកដែលលះលោកទៅកាន់លោកខាងមុខហើយនេះតែយើងអត់បានគិតខ្លួនយើងតែយើងក៏ជាមនុស្សជាបេក្ខភាពរបស់ខ្មោចដែលត្រូវស្លាប់តាមគ្នាតគ្នាទៅយើងអត់បានគិតទេនេះខ្វះបញ្ញានឹងសូមឲ្យញោមញាតិពុទ្ធបរិស័ទទាំងឡាយនឹងជ្រាបព្រះពុទ្ធទ្រង់សម្ដែងថាអត្តានังឧបមង្កត្វាយើងចូលមករួបរวมក្នុងកម្មវិធីបុណ្យសពនេះមានអ្នកដែលលះលោកទៅកាន់លោកខាងមុខហើយនឹងមានផ្អឹកតាងគឺសាកសពនេះនៅតម្កល់ក្នុងក្តារមជ្ឈុំនឹងឯងយើងត្រូវពិចារណាសង្វេគដល់រូបរាងកាយរបស់យើងដែលមានជីវិតរស់នៅនេះថាយើងក៏នឹងត្រូវទៅកាន់ផ្លូវនឹងដែរឲ្យគិតថាចឹងតែសម្រាប់ញោមញាតិភាគច្រើនអត់បានគិតទេគិតសំណោះអាឡោះអាល័យតែអ្នកដែលលះលោកទៅហើយតែខ្លួនឯងដែលជាបេក្ខភាពខ្មោចដែលត្រូវស្លាប់ទៅខាងក្រោយនឹងគេទៅធ្វើដំណើរតាមក្រោយយើងមិនបានគិតទេនឹងសម្រាប់ញោមញាតិពុទ្ធបរិស័ទត្រូវយល់អំពីឱវាទរបស់ព្រះសម្មាសម្ពុទ្ធពោលដែលព្រះអង្គទ្រង់សម្ដែងដាស់តឿនទូលមាននឹងឲ្យយើងរំពឹងគិតពិចារណាបើកាលណាយើងទាំងអស់គ្នាយើងគិតពិចារណាថាយើងកើតមកហើយជាតិនឹងមានកំណើតមកហើយវាត្រូវចាស់ត្រូវឈឺត្រូវស្លាប់ឲ្យពិចារណាអញ្ចឹងមេការកើតចាស់ឈឺស្លាប់នេះជាលក្ខណៈសាមញ្ញទូទៅជៀសមិនផុតកិច្ចមិនរួចត្រូវគិតថាអញ្ចឹងបើអញ្ចឹងមុនយើងនឹងលះលោកទៅខាងមុខនេះយើងត្រូវធ្វើអីជាឱវាទរបស់ព្រះសម្មាសម្ពុទ្ធថាឲ្យយើងខំសន្សំធ្វើសេចក្តីល្អលះបង់សេចក្តីអាក្រក់សេចក្តីល្អគឺកើតឡើងពីកាយវាចាចិត្តសេចក្តីអាក្រក់ក៏កើតពីកាយវាចាចិត្តរបស់ផងយើងដែរកាលណាយើងធ្វើអំពើអាក្រក់នឹងផ្ដល់ផលអាក្រក់នឹងឲ្យដល់យើងធ្វើអំពើល្អនឹងផ្ដល់ផលល្អដែលយើងធ្វើនឹងយើងធ្វើអំពើណាធ្វើ
ធ្វើការងារណាកម្មណាហ្នឹងកម្មនោះនឹងផ្ដល់ឲ្យផលដល់យើងអ្នកធ្វើហ្នឹងខានបានទេព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងប្រាប់ថាសភាវៈ4យ៉ាងដែលគេរារាំងវាមិនឈ្នះសភាវៈ4យ៉ាងដែលរារាំងមិនឈ្នះនឹងទី1គឺចាស់ក្រឹមគ្រានេះជរាចាស់ក្រឹមគ្រាញោមញាតមើលដល់ណាចង់បានចាស់ក្រឹមគ្រាឲ្យកើតមានដល់រូបរាងកាយរបស់ខ្លួនអត់មានទេសំបីតអ្នកបច្ចេកទេសអ្នកវិទ្យាសាស្ត្រនៅលើលោកខាងឱសថការីនិងអ្នកស្រាវជ្រាវរាវរកឱសថថ្នាំសម្រាប់ព្យាបាលរោគរបស់មនុស្សក្នុងពេលដែលមានជំងឺមកយកមករងាប់រោគគេមិនស្វះស្វែងរកតែឱសថថ្នាំសម្រាប់ព្យាបាលរោគទេគេរកទាំងឱសថដែលសម្រាប់ទប់ទល់កុំឲ្យរូបរាងកាយនឹងវាជារាក្រឹមគ្រាទៅនោះបើគេខំស្វែងរកសម្បើមមានទាំងឱសថថ្នាំយកមកលេបទៀតបើយកមកលាបឡូនពីក្រៅទៀតដើម្បីជួយទប់កុំឲ្យចាស់ក្រឹមគ្រានេះវាកើតមានដល់រូបរាងកាយហ្នឹងតែទោះបីជាខំព្យាយាមប៉ុណ្ណាក៏មិនទាន់ឃើញបានទទួលលទ្ធផលអ្វីល្អពីការទប់កុំឲ្យរាងកាយយើងនេះវាក្រឹមគ្រាជារាទៅបានទេណាគេខំណាគេមិនបង្ងើយកន្តើយតែព្រោះគេគិតថាមនុស្សទាំងអស់គ្មានណាចង់ចាស់ទេអញ្ចឹងគេខំរកឱសថតែអត់ទាន់បានសម្រេចជោគជ័យក្នុងការរារាំងរូបរាងកាយមិនឲ្យជារាទេរីកទី2ជំងឺរោគានេះក៏អ្នកវិទ្យាសាស្ត្រគេក៏ខំស្រាវជ្រាវរាវរកឱសថដើម្បីនឹងមកព្យាបាលរងាប់រោគានឹងដែរក៏រោគានេះជំងឺនេះក៏គ្មានណាចូលចិត្តពេញចិត្តចង់បានដែរបើទៅបែបមិនចង់បានក៏វាត្រូវតែកើតរីនេះឱសថការីគេខំស្រាវជ្រាវរាវរកថ្នាំមករងាប់ព្យាបាលជំងឺហ្នឹងយកមកព្យាបាលរងាប់បាននៅក្នុងពេលដែលអាយុវាមិនទាន់អស់ទេតែដល់កាលកំណត់អាយុវាអស់ហើយថ្នាំពីណាពេទ្យពីណាបកែយ៉ាងណាក៏ជួយវាមិនឈ្នះដែរព្រោះហ្នឹងជាទិដ្ឋភាពដែលយើងឃើញជាក់ស្ដែងទាំងអស់គ្នាហើយធ្វើម៉េចក៏ទុំមិនឈ្នះជំងឺរោគានោះរីកទី3គឺសេចក្តីស្លាប់មរណៈហ្នឹងក៏ទុំវាមិនឈ្នះរាមិនឈ្នះហាមបានដែរអានេះព្រះអង្គលោកសម្ដែងអញ្ចឹងណាព្រះពុទ្ធលោកសម្ដែងសភាវៈ4យ៉ាងដែលរារាំងមិនឈ្នះហាមបាននឹងដល់ទី4គឺផលរបស់កម្មផលរបស់កម្មរារាំងមិនឈ្នះដែរប៉ុន្តែខ្មែរយើងអ្នកកាន់ពុទ្ធសាសនានឹងមិនយល់ពាក្យថាកម្មនឹងសោះមកពីពាក្យកម្មនឹងជាភាសាបាលីអានជាបាលីថាកម្មៈខ្មែរយកមកប្រើក្នុងប្រយោគភាសារបស់ខ្មែរថាកម្មបើប្រែជាភាសាខ្មែរថាអំពើការងារដែលយើងធ្វើគ្រប់គ្នាដោយកាយដោយវាចាច័ន្ទនឹងឯងឈ្មោះថាកម្មផលរបស់កម្មរាមិនឈ្នះហាមមិនបានតែកាលណាមនុស្សណាបុគ្គលណាធ្វើអំពើអីល្អក្តីអាក្រក់ក្តីត្រូវតែឲ្យផលទុំមិនបានទេរារាំងមិនឈ្នះទេឧទាហរណ៍ដូចជាញោមញាតពុទ្ធបរិស័ទមនុស្សទូទៅនៅលើពិភពលោកមានការសិក្សារៀនសូត្រជាតួយ៉ាងញោមញាតរៀនវិជ្ជាអីបានទទួលចំណេះចេះដឹងពីវិជ្ជាដែលខ្លួនរៀនហ្នឹងឯងបើរៀនវិជ្ជាខាងពេទ្យចេះក្អួនពេទ្យចេះព្យាបាលជំងឺបើរៀនខាងច្បាប់ក៏ចេះដឹងច្បាប់បើរៀនភាសាអីក៏ចេះភាសានោះគ្រប់តែភាសាការដែលយើងរៀនហើយវាចេះមកនឹងជាផលរបស់ការងារដែលយើងធ្វើឲ្យទុំមិនឈ្នះទេមិនដែលថាណារៀនអីវាមិនឲ្យផលវាមិនចេះពីការរៀននឹងវាអត់មានទេនឹងបាន
ព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាសភាវៈ4យ៉ាងនៅលើលោកនេះដែលគេរៀងទុកមិនឈ្នះមាន4ហ្នឹងឯងចាស់ជារាក្រំគ្រាទុកមិនឈ្នះជំងឺព្យាធិរោគាក៏ទុកមិនឈ្នះសេចក្តីស្លាប់ក៏ទុកមិនឈ្នះផលរបស់ការងារដែលយើងធ្វើមកក៏ទុកក៏អត់ឈ្នះដែរនឹងសូមជម្រាបដល់ញោមញាតិពុទ្ធបរិស័ទឲ្យយល់អំពីពាក្យទូលមានព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធហើយសំខាន់បំផុតគឺផលរបស់ការងារគឺកម្មដែលយើងធ្វើហ្នឹងឯងជីវិតរបស់មនុស្សសត្វលោកទាំងអស់នៅលើពិភពលោកហ្នឹងតែងតែអាស្រ័យនៅផលរបស់ការងារដែលខ្លួនធ្វើការងារយ៉ាងណាបានទទួលផលមកយ៉ាងហ្នឹងឯងជីវិតរបស់មនុស្សទាំងអស់ហ្នឹងនឹងព្រះសម្មាសម្ពុទ្ធលោកសម្ដែងប្រាប់ចាស់បានលោកឲ្យបញ្រៀនឲ្យយើងនេះពិចារណានៅអភិនហបច្ចវេកណៈ5យ៉ាងឲ្យយើងរៀនសន្ទិញឲ្យដឹងឲ្យចេះឲ្យយល់អភិនហបច្ចវេកណៈ5យ៉ាងហ្នឹងមួយគឺកម្មសកមហេបល័យប្រែជាខ្មែរថាការងារដែលយើងធ្វើហ្នឹងជារបស់យើងការងារដែលយើងធ្វើសប្តាហ៍ថ្ងៃល្វើកហ្នឹងគឺមិនឈប់ហ្នឹងកាយវាចាអាហ្នឹងជារបស់របស់យើងណាទី2កម្មតិយាតោថាការងារដែលយើងធ្វើហ្នឹងជាទ្រព្យសម្បត្តិរបស់របស់យើងហ្នឹងទី3កម្មយោនិថាការងារដែលយើងធ្វើហ្នឹងឲ្យជាកំណើតរបស់ផងយើងឲ្យយើងកើតទៅតាមការងារដែលយើងធ្វើហ្នឹងកម្មតិយាតោការផលកម្មការងារយើងធ្វើហ្នឹងជាញាតិជាមិត្តជាសន្តានរបស់ផងយើងកម្មបដិសរណោអំពើការងារដែលយើងធ្វើហ្នឹងជាគ្រឿងរលឹកឲ្យយើងនឹកឃើញនៅការងារដែលយើងធ្វើប្រការងារដែលយើងធ្វើហើយมันអាចនឹងបំភ្លេចបានទេដូចជាងរៀនយ៉ាងតែយើងរៀនចំណេះអីរៀនវិជ្ជាវាចេះចាំមកអញ្ចឹងហើយអំពើការងារដែលយើងធ្វើវាដិតជាប់នៅហ្នឹងឯងអត់រលំបានទេម្លាយយ៉ាងកម្មង្ករិសាមិកាលណាយើងធ្វើអំពើណាយើងត្រូវអាស្រ័យផលរបស់អំពើដែលយើងធ្វើហ្នឹងឯងនឹងសូមឲ្យញោមញាតិពុទ្ធបរិស័ទទាំងឡាយគ្រប់គ្នានឹងជ្រាបចាំងហើយអំពើដែលយើងធ្វើនេះដែលធ្វើពីកាយវាចាចិត្តរបស់យើងនេះយើងត្រូវពឹងផលរបស់ការងារដែលយើងធ្វើតាំងពីយើងនៅពីមនុស្សនេះក៏យើងពឹងការងាររបស់យើងធ្វើដែរញោមញាតិពុទ្ធបរិស័ទយើងគិតមើលមកជីវិតយើងទាំងអស់គ្នាដែលរស់នៅសប្តាហ៍ថ្ងៃយើងមានចំណេះចេះដឹងមានទ្រព្យមានសម្បត្តិយស័ក្តិអីសម្រាប់ជីវិតយើងដែលជាមនុស្សនេះគឺកើតឡើងតែពីអំពើដែលយើងធ្វើដោយកាយវាចាចិត្តគឺកម្មនឹងឯងបល័យថាកម្មខ្មែរថាអំពើឬការងារដែលយើងធ្វើនោះយើងត្រូវអាស្រ័យការងារនឹងឯងនឹងជារឿងពេទ្យហើយវេលាយើងលះលោកនេះទៅកាន់លោកខាងមុខទៀតត្រូវអាស្រ័យទីពឹងផលរបស់ការងារអំពើដែលយើងធ្វើពីមនុស្សដោយកាយវាចាចិត្តនឹងដែលយើងធ្វើល្អមានផលកុសលល្អជួយទ្រទ្រង់ជីវិតយើងធ្វើអាក្រក់ផលនៃសេចក្តីអាក្រក់ជួយទ្រទ្រង់ជីវិតយើងឲ្យទៅមានភពកំណើតកើតនៅក្នុងពេលខាងមុខនឹងទៀតអត់មានទីពឹងឯតែទីពឹងប៉ុណ្ណឹងឯងដូចជាបាសិកាគេមហេញហៅរ៉េតនេះដែលគាត់ទទួលមរណតកាលទៅកាន់លោកខាងមុខហើយមាននរណាជូនក៏ទៅបានអត់ទេសំបីកូនចៅសាច់ញាតិទាំងបានដែលជាទីស្រឡាញ់ទីរាប់អានដោយចិត្តស្និទ្ធរបស់ប៉ុនគាត់ក៏មិនអាចជូនទៅបានដែរ
គឺអញ្ជើញទៅតែម្នាក់ឯងត្រម៉ោចត្រមងមានតែផលរបស់អំពើការដែលកើតរស់កើតធ្វើអំពើអាក្រក់ឬល្អយ៉ាងណាផលរបស់អំពើនឹងឯងជួយជូនដំណើរឲ្យជាធម្មពលជួយទ្រទ្រង់កើតទៅកាន់ទីដែលគួរសមទៅតាមផលរបស់ការងារដែលកើតធ្វើល្អអាក្រក់កាលកើតមានជីវិតរស់នៅមានតែប៉ុណ្ណឹងអាស្រ័យប៉ុណ្ណឹងទោះបីយើងទៅកាន់និព្វានទីក្តីទៅកាន់ឋាននិព្វានចេញចាក់ទុកនេះទៅកាន់និព្វានទៅដោយសារតែផលរបស់ការងារទង្វើដែលយើងធ្វើនឹងឯងអត់មានអីក្រៅពីណាទេនឹងបានពុទ្ធសាសនាប្រពន្ធលោកសម្ដែងប្រាប់ថាខ្លួនត្រូវទីពឹងខ្លួនមនុស្សយើងក៏មានទីពឹងណាក្រៅពីខ្លួនយើងបានទេគឺនេះសំបីតែកូនចៅសាច់ញាតិរបស់យើងជាទីស្រឡាញ់ដល់ពេលមេត្តាបិតាលះលោកនេះទៅកាន់លោកក៏មកអត់ជូនដំណើរក៏ទៅបានទេគ្មានពិធីទេសណោះសណោកអាឡោះអាឡៃចំពោះគាត់ក្រិនតែនាំគ្នាសម្រក់ទឹកភ្នែកខ្សាច់ខ្សួលប៉ុណ្ណឹងឯងគ្មានមធ្យោបាយឲ្យជូនក៏ទៅបានដែរវាអត់មានពិធីទេបើគាត់រស់នៅជាមនុស្សនេះគាត់ត្រូវការអញ្ជើញទៅណាមកណាគាត់ធ្វើទៅណាបានកូនចៅអាចជូនក៏ទៅបានមានយានមានយន្តអីដាក់នាំជូនក៏ទៅឲ្យតែជាមនុស្សបើសម្រាប់លះលោកទៅកាន់លោកក៏មកគឺឯកោត្រម៉ោចត្រមងខ្លួនទីពឹងខ្លួនហើយគ្រប់តែគ្នាយើងអ្នកទៅក្រោយគេហ្នឹងក៏គ្មានអាណាជូនយើងដែរទៅតែម្នាក់ឯងត្រម៉ោចត្រមងនៅសពឲ្យញោមញាតិដឹងច្បាស់ប្រកបចាដោយសួរថាយើងទៅកាន់លោកក៏មុខទៅតាមអីសម្រាប់ពុទ្ធសាសនានោះថាវាទៅតាមការនឹងឃើញយថាកម្មੰកមិសន្តិបញ្ញបាបលោបគាអ្នកដែលលះលោកទៅកាន់លោកខាងមុខក៏ទៅតាមការចងចាំការចងចាំរបស់មនុស្សនោះវាមានពីរមួយចងចាំនឹករលឹកនៅអំពើល្អមួយនឹករលឹកនៅអំពើអាក្រក់ចងចាំប៉ុណ្ណឹងឯងតែចិត្តនឹងលះលោកទៅហ្នឹងវានឹករលឹកឃើញអាការងារដែលធ្វើពីកាលណាមកហ្នឹងនឹករលឹកឃើញក្នុងពេលនោះបើនឹកឃើញអំពើល្អទៅកាន់សេចក្តីល្អនឹកឃើញអំពើអាក្រក់ទៅកាន់សេចក្តីអាក្រក់ទៅទទួលកំណើតនៅក្នុងទីដែលអាក្រក់ទីដែលថោកទាបនឹកឃើញអំពើល្អទៅកាន់ទីដែលខ្ពង់ខ្ពស់សោកក្នុងសុគតិមានតែប៉ុណ្្នឹងឯងបានលោកថាខ្លួនទីពឹងខ្លួនក្រៅពីខ្លួនគ្មាននរណាជួយអីបានទេហើយពុទ្ធសាសនានេះជាសាសនាដែលពុទ្ធលោកបញ្រៀនឲ្យមនុស្សធ្វើការទេដោយកាយវាចាចិត្តកាយវាចាចិត្តដែលឈ្មោះថាខ្លួននឹងអត់ទីពឹងនរណាបានទេអ្នកដតីខាងក្រៅគ្រាន់តែគេជួយបន្តិចបន្តួចគេហៅជំនួយការសង្គ្រោះគ្នាជួយបានបន្តិចបន្តួចខាងសម្ភារៈប្រើប្រាស់ឲ្យបន្តិចបន្តួចទេតែផលចំណេះចេះដឹងទ្រព្យសម្បត្តិអីសេចក្តីសោកទុក្ខអីគឺយើងធ្វើខ្លួនយើងទាំងអស់អត់មាននរណាមកជួយធ្វើឲ្យនរណាបានទេនឹងប្រពន្ធលោកសំដែងប្រាប់តែអញ្ចឹងបានតែទាំងជីវិតរស់នៅក្នុងមនុស្សលោកនេះក្តីលះលោកនេះទៅកាន់បរៈលោកក្តីចេញចាកសង្សារទុក្ខទៅកាន់និព្វានក្តីគឺត្រូវអាស្រ័យទៅលើអំពើការងារដែលយើងធ្វើដោយកាយវាចាចិត្តតែប៉ុណ្្នឹងឯងគ្មានអីទេអានឹងសូមឲ្យញោមញាតិជាពិសេសជីវិតដែលយើងរស់នៅជាមនុស្សនេះញោមញាតិគិតមើលមកយើងគិតថាទ្រព្យសម្បត្តិយសស័ក្តិអីទៅបានមកហ្នឹងដែលកើតមានដល់យើងតាំងពីយើងចាប់ដៃគ្នាគូសកលប្តីប្រពន្ធមកយើងនឹងគ្នាធ្វើការខំប្រឹងប្រែងធ្វើការដោយកាយវាចាចិត្តតង់យប់តង់ថ្ងៃគ្មានឈប់គ្មានស្រាកមានស្រានបានកើតមានសម្បត្តិទ្រព្យធនធានដល់យើងគឺកើតតែពីការងារហ្នឹងឯងគ្មានកើតពីណានាទេអានឹងទូកម្មឯការងារដែលពុទ្ធលោកបញ្រៀនឲ្យធ្វើណា
ตัวใบยืนตัวสลายเปรี้ยวเนียวหาวตีมาดาเป็นปพรมไม่น่าอ้อยมาปเตียนตรับสมบัติย่อสะอ้อยยืนก็ได้สิก็ได้ซอกสู้ก็ได้ยืนก็ได้กรันแต่หาวเตมันได้เคยระบอดได้ยังหาวนังกันเยอะไอ้มาอ้อยยืนแต่อดเตอันนึงซ้ำอ้อยยืนเงียบมือแมนแต่นึงพุทธศาสนาแต่ยืมทเบอร์ครุนเยอะอ่อนไปเวลาตอนเลิกปึ้งกี่ช่วยเนี่ยตอนเลิกได้ปึ้งกี่ช่วยหาวสมอ้อยนั่นนี่โนมาช่วยเยอะเจวิสาคือปันสรันปุงสูงสมัยเทวดาเป็นประพรมประเตียนสิได้สอบโจเจสูสได้สมบัติเติบอายุเวยืนอยู่ไอ้สมกรบตะกันเนี่ยตอนเลิกนั่งป่าตอนเลิกดาวสมกินน้องแม่นประพรมโลปันเรียนได้นะไงได้ปรับไอ้ชาวบ้านเลยแม่นประพรมโลปันเรียนได้ประพรมโลปันเรียนไอ้ทเวกาแต่ปัญญาว่าอัดบานเรียนศึกษาพุทธศาสนาโนนั่นแหละตอนเลือบสมกีนี้เมนศาสเมนเปียตูนเมนปริมประดาวระบาพพุทธเตอันนึงวิจิตริสได้เปียตูนเมนขนมศาสนาเปรียมเน่ศาสนาเปรียมได้กิโกรุเปรไอโซเปรนเรียประพรมเจรัตนะไตรศาสนาเปรียมนั้นเมียนมุนพระพุทธศาสนาเปรียสมณะโคดอมอย่างนี้เกิดเมียนมุนขนมศาสนาเปรียมนั้นกิปึ้งแต่เปรียจังบ้านไอ้สมเปรียเติมเวลาตันเลือบไอ้สมเปรียนั้นเมื่อทะเลได้ยังมากันพุทธศาสนาเชื่อตันเลือบนังไอ้หมออัดบานเรียนปีพุทธศาสนาเตตันเลือบได้สมเกณฑ์การเมาเหมือนกันนะทะเลลือทะเลเคยเกณฑ์เพื่อต่อเนี่ยเมาบันสรันปุงสูงเนาะแต่ประกันย้อนนังไงสัมยานังเมนพุทธศาสนาเตนะอันใดสมกินคือศาสนาเปรียมพระพุทธโลกปะได้แซดลูกรุ่งจรานเจ้าละหายอาจำเนื้อกาบุงสูงปันสรันตีเปิงเนี่ยดอตีเอาช่วยนำโอ้ยสิ่งใดเป็นเจตแสดงคือพระสัมมาสัมพุทธนุ่งพระอังปุยโลปุยพระพุทธนกรมเอติปวารบศาสนาเปรียมต่างอ่ะนปฏิเอ็นดีโนศาสนาเปรียมปุยประพจน์เอาขนมนะตึมประพจน์แต่ได้ลูกตรัสดังโดยปัญญาเงียนนังเมียนปัญญายอดเคยเอาไว้ต่างอ้อเราเลิกโลกต่างใบเนี่ยขนมโลกต่างใบเนี่ยมวยคือสังขารโลกตีได้ปังการไปจุ่มทำไปเจียดได้ตึกเพลิงชาลไอ้กาดปีนาปังการประพจน์ลูกเฉียบต่างอ้อตีปีสัตว์โลกโลกเฉียบดังอัมปีพุ่มพบทานได้สำหรับสัตว์เกิดหนึ่งตังปีมโนเทวดาพรหมนรกแปรเดรัจฉานไอ้โลกดังต่างอ่ะตีใบอากาศโลกตีปฏิได้เวียดดัชเจนบิเกสลาเวียหล่ออะไรเทียนเอ็ดเมียนไอตเตสอันนี้ตราดังเราโลกต่างใบโลกเฉียบบานต่างอ่ะดังต่างอ่ะกำนาหนึ่งแต่เจ้าโลกเมื่อขนมลัทธิจุ่มเนื้อปีมนเมาขนมตะโกนระบาโลกเตเอ็นดีได้เจียกาการศาสนาเปรียมในบุงสูงบันสรันสมัยเทวดาเป็นบพรมปฏิเตียนในอ้อยโลธาจุ่มเนื้อนั่งเมียนตาแฮดว่าอันเมียนพอลเมียนตาแฮดว่ามันได้เกิดพอลปีแฮดนั่งเตแฮดนั่งยังไม่แค่นั้นจะเป็นเรียนมโนตรากาไอ้ปึงเปรียนนั่งปฏิเตียนอ้อยดอกตำรากาได้มนุษย์จังบานบานจีเมียนปิธีบันสรันบุงสูงตั้งมาสัตไงเนี่ยเราดำมาสัตไงโยมเย็นบานเรียนท่าตันนังไอ้พุทธศาสนาพุทธศาสนาเมียนตรากาตมเปียวเนียวไปเอ็นแบบพรมหน้าอ้อยมาช่วยหน่อยไอ้มันซ้ำแต่อ้อยเทวดาไปเอ็นพรมมาช่วยจะซ้ำได้พุทธตีอ้อยพุทธลงปเตียนตรับสมบัติไอ้อ้อยเนี่ยเบียกันแต่เข้าชายล่างแต่เตียนพุทธลงเมียนแต่เนี่ยเมียนตรับสมบัติไอ้อ้อยนามเมียนเตพุทธโลตบัวเมียนไอ้เชือบเติมเต็งตัวอ้อเตเมียนไรสมบัติตรับไอ้เยอะตัวบ้างเต
ទៅតែខ្លួនលោកមួយឆាន់អាមាតមួយនឹងសេះកន្ធតាសរាជមួយមាន3មានត្រឹបអត់ទៅអត់ដល់លោកទៅបួសទៅឲ្យឆាន់អាមាតនឹងត្រឡប់មកវិញមានជាប់អលង្ការបន្តិចបន្តួចគ្រឿងបន្តិចដោះឲ្យឆាន់អាមាតវិញជាបង្វិចត្រឡប់នាំទៅនគរវិញយកគ្រឿងអលង្ការភារណៈអស់ទៅក្រាបទូលព្រះវរបិតាញាតិវង្សទៅលោកបានទ្រង់ប្រភ្នួលលះបង់ទ្រព្យសម្បត្តិអស់ហើយយកមកវិញនៅតែខ្លួនទេខិដេកាមហាព្រំយកត្រៃជីវរនឹងបានមួយយកមកឧបកបបរិខាពួរយកមកប្រគេនមានសម្ពន្ធមកដណ្ដប់បានមួយឯងទៅសុំពុទ្ធពុទ្ធលោកមានអីឲ្យគេណាប៉ុន្តែមិនដឹងចេះទៅសុំសមានពុទ្ធលោកមានក្លៀងមាសក្លៀងប្រាក់ឲ្យខ្ញុំឲ្យអត់ទេសុំបីតបាយលោកដើរសុំអ្នកស្រុកតែយកមកបរិភោគបាននឹងព្រឹកឡើងចូលលោកកាន់ភូមិសុំអ្នកភូមិមកឆ្អែតវិញខ្ញុំទៅសុំឲ្យលោកប្រទានឲ្យពុទ្ធមានអីឲ្យបើមកពីយើងនៅវាឆោតព្រោះមិនដឹងតែប្រពន្ធមានបញ្រិនមនុស្សឲ្យសុំគេណាអត់ទេប្រពន្ធបញ្រិនឲ្យមនុស្សធ្វើការទេអាសុំគេសាសនាព្រាហ្មណ៍ទេបើយើងមិនបានរៀនទៅយកប្រពៃណីទំនៀមទម្លាប់របស់ព្រាហ្មណ៍ហ្នឹងយកមកបដិបត្តិនៅក្នុងពុទ្ធសាសនាអត់ទេព្រះពុទ្ធលោកបដិសេធមុនយើងហើយអាការដើរសុំគេហ្នឹងអានឹងសុំឲ្យញោមញាតិជាលោកពុទ្ធសាសនាបញ្រៀនឲ្យយើងធ្វើការទេដែលញោមលឺឲ្យពាក្យកាយកម្មវិច័យកម្មមនោកម្មបល័យប្រែជាខ្មែរទៅឲ្យធ្វើការដោយកាយឲ្យធ្វើការដោយសម្ដីឲ្យធ្វើការដោយចិត្តមានតែ3ហ្នឹងឯងតែរិះគិតទៅសទូការងារទាំងអស់អាសម្បត្តិទ្រព្យអីដែលយើងមានទាំងបានមកជីវិតយើងតាំងពីចាប់ដៃគូសកលគ្នាមកទោះឥឡូវនេះបានពីណាមបានពីធ្វើខ្លួនឯងទាំង2នាក់ហ្នឹងឯងណាមធ្វើការទាំងយប់ទាំងថ្ងៃដួលចុះក្រោកឡើងធ្វើទៅទៀតកប់ផោកប់ត្រាំនឹងបានទ្រព្យសម្បត្តិអានឹងកើតពីតួការងារសម្បត្តិទ្រព្យកើតពីការងារដែលយើងធ្វើសុំគេអត់ដែលបានណាហើយយើងធ្វើគឺតួកម្មអាប្រយោជន៍ដែលបានមកគេហៅផលគេផលកម្មប្រពុទ្ធលោកបញ្រៀនយ៉ាងឯងធ្វើកម្មបានមានផលធ្វើការងារបានមានប្រយោជន៍បើមិនធ្វើការអត់ធ្វើការល្អបានផលល្អធ្វើការអាក្រក់បានផលពិតជាស្ដែងឃើញទាំងអស់គ្នាប្រពុទ្ធលោកប្រាប់យើងមើលឃើញទាំងអស់គ្នាយ៉ាងម៉េចបើមិនធ្វើអត់បានដេកស្ងៀមអត់បានយ៉ាងស្អីក៏កើតពីការងារដែរដែលយើងត្រូវធ្វើនោះវាអាសំគេមិនដែលឃើញបានប៉ុន្តែយើងអត់បានគិតទៀតមើលញោមញាតិអង្គគ្នាគិតមើលមកយើងធ្លាប់សំគេពួងសួងបានស្រានឲ្យទេវតាផ្អិនព្រំប្រទាននេះប្រទាននោះឲ្យសំតាមពិសោធន៍ខ្មៅទៅសក់សដែលឃើញបានណាទេវតាណាយកអីមកឲ្យបន្តិចហ្នឹងអារបស់ដែលមានក្នុងប្រទេសធ្វើខ្លួនឯងទាំងអស់ក៏នៅតែគិតមិនឃើញមើលមិនយល់ទៀតនៅតែទៅសំគេនឹងមិនឈប់ទៀតអានឹងមានពុទ្ធថាមានតែហេតុទេវាអត់ផលហេតុគឺការសំគេជាហេតុបើគេឲ្យមកតាមបានសំអានឹងបានផលអានេះគិតថាសំតែហេតុហ្នឹងតែពីក្មេងតែចាស់វាមិនដែលឃើញណាយកបានថាវាអត់មានផលទេផលដែលមានគឺមានពីការងារដែលយើងធ្វើខ្លួនឯងសង្គមអ្នកដទៃគឺមិនមានទេអានឹងសូមឲ្យញោមញាតិពុទ្ធបរិស័ទជ្រាបចាំទាំងអស់នេះការងារដែលយើងធ្វើជាគ្រឿងទីពឹងរបស់យើងក្នុងមនោយើងរស់បានក៏ដោយសារផលរបស់ការងារដែលយើងធ្វើគឺទ្រព្យសម្បត្តិនឹងឯងទ្រព្យសម្បត្តិនឹងឯងជាគ្រឿងចិញ្ចឹមជីវិតធ្វើជីវិតយើងឲ្យបានសុខទ្រព្យសម្បត្តិនឹងឯងដែលយើងចង់ទៅកាន់សុគតិយើងរំលែកចែកធ្វើជាទានដើម្បីជាបុណ្យជាផលជាអានិសង្សជាទុនទៅទៀតដែរវាទាក់តងណានឹងទាំងអស់ទាក់តងទៅនឹងកាយវាចាចិត្តរបស់ព្រះយើងមកពុទ្ធសាសនាជាសាសនាបញ្រៀនឲ្យយើងធ្វើការតើបើយើងមិនបានសិក្សារៀនសូត្រពុទ្ធសាសនាក៏នៅធ្វើទៅតាមឃើញតាមឮតតាមម៉ែតាមឪយ៉ាទៅវាជាប់អលទ្ធិចាអលទ្ធិសំគេនឹងឲ្យគេជួយនឹងសមានថានឹងឯងពុទ្ធសាសនានឹងតាមពេកអត់ទេនឹងសូមឲ្យញោមញាតិជ្រាបបើញោមជាពុទ្ធបរិស័ទអ្នកគោរពពុទ្ធសាសនាមិនឈប់សំគេ
បើនៅតែសំគេមិនពុទ្ធសាសនាទេកុំប្រកាសខ្លួនទៅពុទ្ធបរិស័ទអ្នកអាត្មាបញ្ជាក់បើពុទ្ធសាសនាធ្វើការពុទ្ធឲ្យធ្វើការតែមិនពុទ្ធសាសនាគឺសំគេស្អីក៏ព្រះប្រទានឲ្យដែរក៏បណ្ឌថាក្រណថាមិនដែរឃើញបានអុយពីព្រះបណ្ឌស័យសោះអត់តែបានទេអារបស់ដែលមានធ្វើតែខ្លួនឯងតាមដែលពុទ្ធលោកបញ្រៀននឹងឲ្យធ្វើការអញ្ចឹងយ៉ាងគេបានពុទ្ធលោកប្រាប់សេចក្តីពេតដល់មនុស្សយើងហ្នឹងចឹងវិសុទ្ធតាមអំពើល្អអាត្មាបានសម្ដែងហើយមិនគ្រាន់តែពឹងនៅក្នុងជីវិតដែលមនុស្សរស់នៅត្រូវប្រើប្រាស់បច្ច័យ4គ្រឿងស្លៀកពាក់មហូបអាហារទីសនាសនៈថ្នាំសម្រាប់ព្យាបាលរោគអានឹងវាចេញពីទ្រព្យសម្បត្តិហ្នឹងមកជីវិតមនុស្សគ្មានទ្រព្យមានសម្បត្តិវាមិនរំប្រោះបានទេទៅយើងចង់បានកំណើតយើងពេលដែលយើងលះលោកទៅកាន់បរៈលោកឲ្យបានសេចក្តីសុខក៏ត្រូវយកទ្រព្យនឹងឯងទៅចាយធ្វើជាទុនទៀតបរិច្ចាគធ្វើជាទានជួយសង្គ្រោះគេជួយទំនុកម្រងគេឲ្យជាប្រយោជន៍ដល់អ្នកដទៃហ្នឹងគេបានហ្នឹងគេហៅថាទានដែលញោមញាតធ្វើបុណ្យហ្នឹងក៏បច្ច័យ4ហ្នឹងមកអាហ្នឹងគេហៅទានវត្ថុមានរបស់ទ្រព្យយកធ្វើជាទុនដើម្បីជាកុសលផលបុណ្យដល់យើងឲ្យយើងបានសេចក្តីសុខក្នុងមនុស្សផងលុះលះបាត់បង់អស់ជីវិតទៅកាន់សុគតិទៀតអានេះវាអញ្ចឹងវាតាកតងទៅនឹងការងារនឹងផលរបស់ការងារដែលធ្វើបានប៉ុណ្ណាវាមិនត្រូវការកវល់ខ្វល់ខ្វាយទៅហៅអ្នកណាមកជួយធ្វើឲ្យយើងបានទៅតែសោះអត់ទេខ្ញុំញ៉ែមើលសំបីតាម៉ែឲ្យចិញ្ចឹមកូនចិញ្ចឹមចៅគេថាកិរិយាក៏សង្គ្រោះជួយចិញ្ចឹមផ្ដល់នៅបច្ច័យ4គ្រឿងស្លៀកពាក់គ្រឿងម្ហូបអាហារទីនៅអីឲ្យទៅរៀនទៅសូត្រគាត់ជួយបានតែប៉ុណ្្នឹងឯងប៉ុន្តែជួយឲ្យកូនចេះដឹងអត់ទៅរួចទេតែឡាកូនរៀនខ្លួនឯងអាណាកូនរៀនខ្លួនឯងខ្ញុំកុំច្រឡំណាយើងកូនចិញ្ចឹមកូនរស់ហើយឲ្យកូនទៅរៀនយកកូនទៅឲ្យចូលសាលារៀនទៅដល់សាលារៀនមានលោកគ្រូអ្នកគ្រូគាត់ប្រាប់ទ្រឹស្ដីអក្សរច្បាប់ទន្លប់អីឲ្យដល់កូនយើងហើយយើងនាំកូនទៅដាក់ចូលសាលារៀនជាកិរិយាសង្គ្រោះរបស់យើងលោកគ្រូគាត់ប្រាប់ទ្រឹស្ដីជាកិរិយាសង្គ្រោះរបស់លោកគ្រូតែចង់ចាំយើងត្រូវតែស្ដាប់ត្រូវតែចងចាំត្រូវតែគិតត្រេះរិះនៅអ្វីទាំងអស់ដែលលោកគ្រូអ្នកគ្រូអានឹងបានចេះអានឹងជាតួកម្មណាបើអត់អានឹងអត់ចេះទេម៉ែឲ្យយកទៅដាក់សាលាក៏ទៅអង្គុយក្នុងសាលាទៅលោកគ្រូនិយាយឲ្យក៏មិនទៅស្ដាប់ទេអត់អានឹងយើងអត់បានធ្វើកម្មអត់បានទទួលចំណេះចេះដឹងទេប៉ុន្តែអ្នកដទៃគេជួយម៉ែឲ្យនាំទៅដាក់សាលាជួយសង្គ្រោះទៅលោកគ្រូគាត់ប្រាប់ទ្រឹស្ដីគាត់ជួយហើយចង់ចាប់យើងទទួលយកមានតែស្អីដែលផុតពីការងារដែលយើងធ្វើខ្លួនយើងគ្មានអ្នកណាមកធ្វើអីឲ្យបានទេអានឹងសូមឲ្យញោមញាតយល់អញ្ចឹងដូចញោមញាតចង់ទៅឋានសួគ៌ងាប់ទៅចង់ទៅឋានសួគ៌បន់ឲ្យទេវតាផ្អិនប្រព្រំរួចឲ្យពុទ្ធប្រទើប្រសងយកញោមទៅដាក់ឋានសួគ៌ទៅសង្ឃឹមទៅទេគ្មានបានទេវតាផ្អិនប្រព្រំក៏ជួយមិនបានពុទ្ធក៏ជួយមិនបានក៏ជួយមិនបានក៏នៅនឹងគោកលើហ្នឹងហើយនឹងទៅតាណាបើថាធ្វើខ្លួនឯងសង្ឃឹមថាបានទៅរួចផលរបស់កម្មដែលខ្លួនធ្វើហ្នឹងអាចជួយទ្រទ្រង់ឲ្យខ្លួនទៅបាននឹងសូមឲ្យញោមញាតជ្រាបគ្មានអ្នកណាបកែជាងមនុស្សទេសាសនាដទៃគេថាទេវតាផ្អិនប្រព្រំបកែជាងមនុស្សក្នុងសាសនាដទៃទេវតាជួយមនុស្សបានចង់បានអីប៉ុណ្ណឹងអ្នកអាត្មាសម្ដែងមិនតែគ្រាន់មានតែហេតុទេផលនៃការដែលពឹងគេក៏អត់បានដែលឃើញបានទេមានតែហេតុធ្វើអត់ប្រយោជន៍បានមនុស្សលោកថានៅលើដីក្រោមមេឃមានអាណាបកែជាងមនុស្សទេព្រោះតែសម្ដែងដាច់ខាតនៅលើដីក្រោមមេឃគ្មានអ្នកណាបកែជាងមនុស្សមានតែមនុស្សដែលបកែជាងគេមានដែកជាមានអនុភាពអីសពបែបសពយ៉ាងរឹងអីទាំងអស់សពបែបសពយ៉ាងគឺនៅលើមនុស្សទាំងអស់ដូចយ៉ាងទេវតាផ្អិនប្រព្រំលោកថាបើមិនមានមនុស្សធ្វើល្អទេវតាក៏គ្មានដែរផ្អិនអីក៏គ្មានដែរលោកប្រាប់តែអញ្ចឹង
លោកប្រាប់ហេតុលោកប្រាប់ថាអញ្ចឹងយើងមានទៅដឹងនេះណាមានដែលដឹងប្រពន្ធលោកប្រាប់ថាមនុស្សប្រកែជាងទេវតាផ្អិនបព្រំមនុស្សនៅលើផែនដីមានណាប្រកែជាងមនុស្សមានដែលដឹងណាដឹងទៅថាទេវតាផ្អិនបព្រំប្រកែជាងមនុស្សអ្នកដែលថាទេវតាផ្អិនបព្រំប្រកែជាងមនុស្សមិនប្រពុតថាទេអានឹងពុទ្ធខាងសាសនាព្រាហ្មណ៍នេះគេថាតែប្រពន្ធលោកប្រាប់ថាមនុស្សទេប្រកែជាងទេវតាផ្អិនបព្រំខ្ញុំមានដែលឮណាពាក្យដែលប្រពន្ធលោកប្រាប់ថាមនុស្សប្រកែជាងទេវតាមានដែលដឹងណាអត់ដឹងទេទៅដឹងថារឿងថាទេវតាប្រកែជាងមនុស្សខ្ញុំចង់ខកមកជីវិតណាចង់ខកមកជីវិតអត់ដឹងថាប្រពន្ធលោកប្រាប់ថាមនុស្សប្រកែជាងទេវតាផ្អិនបព្រំឥឡូវគណៈថាមនុស្សប្រកែជាងទេវតាផ្អិនបព្រំបើមិនប្រាប់ហេតុក៏នៅតែមិនយល់ទៀតល្មិចរឿងអីទៅប្រកែជាងទេវតាផ្អិនបព្រំហ្នឹងអានឹងសមញោមញាតយល់អញ្ចឹងប្រពន្ធថាបើគ្មានមនុស្សធ្វើល្អទេវតាផ្អិនបព្រំក៏មិនមានឃើញទេញោមញាតខំធ្វើទានធ្វើសិលអានឹងល្អហើយបើចិត្តជាកុសលហើយលៀបបងទ្រព្យសម្បត្តិខ្លួនជួយសង្គ្រោះធ្វើទានធ្វើសិលអប់រំកាយវាចារបស់ខ្លួនហ្នឹងអានឹងគេហៅកម្មាវិជ្ជាកុសលចិត្តជាកុសលហើយជីវិតរបស់មនុស្សញោមញាតទាំងអស់នេះសតកម្មាវិជ្ជាកុសលចិត្តបណ្ណជីវិតវាជាប់ជំពាក់កម្មគុណ5រូបសម្លេងក្លិនរសសម្ផស្សអានឹងជីវិតរបស់មនុស្សលះមិនបានទេអានឹងចំណងធំសម្រាប់ចងមនុស្សក្នុងកម្មគុណ5ហ្នឹងបណ្ណចិត្តវាជាកុសលគេតែរក្សាសិលធ្វើទានអានិសង្ឃផលនឹងឯងមនុស្សចិត្តថ្នាក់ជាកម្មាវិជ្ជាកុសលដល់អស់ជីវិតទៅកើតក្នុងឋានសួគ៌6ជាន់ក្នុងឋានទេវតា6ជាន់ទេវតានិងមនុស្សត្រូវការប្រើប្រាស់ឲ្យមានអីទេវតាក៏ប្រើប្រាស់ដូចគ្នាដែរមិនខុសនឹងមនុស្សទេមនុស្សមានប្តីមានប្រពន្ធមានស្រីមានប្រុសបរិភោគម្ហូបអាហារស្លៀកសំពត់ស្ដីអីខោអាវអីទេវតាមានដូចគ្នាទាំងអស់ទេវតាជាប់ជំពាក់ដោយកម្មគុណ5ដូចគ្នាក៏គ្រាន់តែវាប្លែកគ្នាត្រង់ថារបស់សម្ភារៈរបស់មនុស្សយើងផលិតយើងធ្វើទាំងអស់ស្អីក៏យើងត្រូវធ្វើដែរត្រូវធ្វើកម្មដែរតែទេវតាអត់មានធ្វើកម្មដូចយើងទេគេថាប្រើរបស់ទើបទេវតានឹកឃើញចង់បានអីរបស់នេះវាកើតឡើងរបស់ទើបនេះវាកើតព្រោះអង្កលទេវតានៅជាមនុស្សបានធ្វើសេចក្តីល្អឋានៈកម្មាវិជ្ជាកុសលចិត្តមានធ្វើទានធ្វើសិលជាដើមដល់អានិសង្ឃនៅអស់ជីវិតទៅកើតក្នុងឋានសួគ៌បន់ដែលកាលធ្វើនឹងឯងពីមនុស្សទៅมันពិបាកធ្វើអីទេតែនឹកចង់បានអីវាកើតខោទៅផលដែលធ្វើល្អប៉ុណ្ណោះនៅសពឲ្យជ្រាបអញ្ចឹងអានេះគេថ្នាក់ចិត្តទី1កម្មាវិជ្ជាកុសលចិត្តទី2រូបាវិជ្ជាកុសលចិត្តពួកលោកអ្នកចម្រើនសមាធិកម្មដ្ឋានទាំង40ហ្នឹងអប់រំចិត្តរបស់ខ្លួនពោឲ្យរំដោះចិត្តរបស់ខ្លួនឲ្យចេញចាកពីកិលេសចិនកណ្ដាលដែលវាគ្រប់គ្រងចិត្តហ្នឹងចិត្តយើងធម្មតាអត់ឯករាជ្យទេណាគ្មានសេរីភាពទេណាកិលេសវាស្រោបជា5នឹងកិលេសចិនកណ្ដាលធ្វើអីទៅតាមតាអកិលេសហ្នឹងឯងវាបញ្ជាឲ្យទៅកិលេសមិនដែលឲ្យយើងធ្វើអីល្អតែធ្វើតែរឿងអាក្រក់ហ្នឹងឯងដល់ចម្រើនអប់រំចិត្តទៅចិត្តនោះរំដោះខ្លួនចេញពីអាណានិគមរបស់កិលេសមានសេរីភាពខ្លួនឯងចិត្តមានពន្លឺថ្លាចិត្តនឹងស្ងប់ល្អទៅវាកើតគេហៅកើតអបណាសមាធិចិត្តវាស្ងប់កើតអបណាសមាធិបឋមឈានកើតឈានហ្នឹងវាកើតបៃតេ5ជំនួសអាកិលេស5ហ្នឹងវារលាត់វាបាត់ទៅវាកើតជំនួសឡើង5ថាវិតកវិចារៈបៃតេសុខៈឯកកតាហ្នឹងអង្គរបស់ឈានហ្នឹងកើតឡើងអាកិលេស5បរលាត់ទៅ
អង្គ5របស់ឈានកើតទៅនៅជំនួកិលេស5ហ្នឹងឯងធ្វើចិត្តឲ្យស្ងប់កើតបៃតេប្រែថាសេចក្តីឆ្អែតកាយឆ្អែតចិត្តកាយក៏សុខស្រួលចិត្តក៏ស្ងប់ស្រួលគ្មានរសាប់រសល់រសេះរសល់ចុករយអីទេស្ងប់ស្រួលត្រង់អំណាចបៃតេកើតពីឈានគេហៅថារូបឈានរូបឈានហ្នឹងមាន5ឈានទី1ទី2ទី3ទី4ទី5វាខ្ពស់ទាបចឹងគ្នាដូចយើងសាសាឡាដែលទៅរៀនថ្នាក់ទី1ចេះបណ្ណាទី2បណ្ណាវិជ្ជាខ្ពស់តាមគ្នាពួកនឹងគេហៅរូបឈានអស់ជីវិតទៅកើតក្នុងឋានព្រំមានរូប6ដណ្ដប់ជើងព្រំ16ជើងថ្នាក់ទី3គេអប់រំចាត់គេដោយសមថសមាធិដែលក្នុងអរូបឈានគេចម្រើនគេមិនយកវត្ថុមកជាទីតាំងរបស់ចិត្តទេគេយកអាកាសដែលលហលហេវនឹងមកទីតម្កល់ចិត្តដោយគេបរិកម្មនឹកក្នុងចិត្តគេថាអាកាសោអនន្តោជាបល័យអាកាសោគឺលហលហេវអនន្តោទីដែលលហលហេវរកទីបំផុតមានទេដែលវាសម្រេចឈានเขาអរូបឈានយ៉ាងពួកនឹងដល់អស់ជីវិតទៅកើតក្នុងឋានព្រំអត់រូប4ជើងព្រំต้องមានរូបต้องអត់រូបរួមទៅ20ជើងពួកព្រំគ្មានភេទជាស្រីជាប្រុសអីទេក្នុងគម្ពីរលោកសំដែង5ព្រំក៏មិនបរិភោគម្ហូបអាហារដូចទេវតាដែរព្រំអាចរស់នៅបានព្រមអំណាចបៃតេណាត្រង់ចិត្តជីវិតរូបកាយរបស់ព្រំនឹងឲ្យរស់នៅបៃតេណាត្រង់កាយជីវិតរបស់ព្រំឲ្យរស់នៅបានព្រំអត់បរិភោគអាហារអីទេអានេះឋានៈចិត្តទី3អប់រំណាអប់រំចិត្តទី4គឺលោកុត្តរចិត្តលោកុត្តរចិត្តនេះជាចិត្តរបស់ព្រះអរហន្តទាំងឡាយមានព្រះសម្មាសម្ពុទ្ធជាដើមលោកុត្តរចិត្តកៅនិព្វានកិលេសលោកកំចាត់កិលេសអស់ហើយលាងជំរះកិលេសដែលនៅក្នុងចិត្តរបស់លោកអស់ហើយកិលេសមាន3ថ្នាក់កិលេសក្រោតក្រៀតលាងជំរះដោយសិលកិលេសចិនកណ្ដាលលាងដោយសមាធិកិលេសចិនល្អិតលាងដោយបញ្ញាណាវាមានថ្នាំសម្រាប់ទៅលាងជំរះចិត្តឲ្យស្អាត3ដល់លាងជំរះចិត្តស្អាតទៅចិត្តនោះអត់មានអីទេស្អាតចេះទំនេរមានញណាដែលទៅលេងកំពង់សោមដែរមានណាធ្លាប់ទៅកំពង់សោមដែរទៅមានដែរបានពិនិត្យមើលទឹកសមុទ្រដែរគាត់តែឃើញបានពិនិត្យមើលឲ្យឃើញហេតុផលមែនទេក្នុងគម្ពីរលោកសំដែងតែចិត្តរបស់ព្រះអរហន្តស្អាតដូចទឹកសមុទ្រចឹងទឹកសមុទ្រយើងទៅមើលអត់មានកកដីធូលីអីលាយក្នុងទឹកអត់មានទេណាថ្លាឆ្វេងមានជាតិកកធូលីលំអងក្នុងទឹករលកនឹងវាវាយពន្លិចទៅបាតដីអស់ហើយទៅនៅសមុទ្រណាទឹកថ្លាស្អាតចេះអាលំអងធូលីកកសម្រាមទុកដូចជាកិលេសដល់អាធូលីនឹងវាក្រាបទៅអស់ធ្លាក់ចុះទៅបាតសមុទ្រឯសារលោកនៅវាយពន្លិចអត់ទឹកថ្លាឆ្វេងអត់មានអីទេយ៉ាងណាមានចិត្តរបស់ព្រះអរហន្តដូចទឹកសមុទ្រដូចគ្នាស្អាតចេះគ្មានលំអងធូលីអីទេនេះលោកទីឧបមាវិសួរតាលោកអ្នកអស់កិលេសចិត្តលោកយ៉ាងម៉េចនិយាយពីចិត្តអ្នកអស់កិលេសថាព្រះអរហន្តលោកមិនចេះភ័យចេះខ្លាចចេះភ្ញាក់ចេះផ្អើលរន្ធត់ញាប់ញើអីសំបីមានពូជនពីលណាយកគ្រឿងសត្រាវុធដាវលំពេងអីទៅគំរាមលោកមិនចេះខ្លាចមិនចេះតក់ស្លុតទេអត់ចេះខ្លាចតក់ស្លុតទេអុយសេចក្តីត្រេកអរពីលៀបពីសការៈពីការសរសើរពីសោកសេចក្តីសោកអីក៏មិនមានពីព្រោះសេចក្តីភ័យខ្លាចត្រេកអរប្តីភ័យខ្លាចតក់ស្លុតរំភើបញាប់ញើក្តីឬត្រេកអរអីវាកើតពីកិលេសទេកិលេសទេអ្នកធ្វើឲ្យភ័យឲ្យខ្លាចភ្ញាក់ផ្អើលធ្វើឲ្យរីករាយសប្បាយ
ដល់លោកកំចាត់កិលេសអស់ហើយមានស្អីធ្វើឲ្យលោកពេលកន្លែងនៅស្ងៀមចឹងអត់ក៏ក្រៅរំពើវិញទេអានឹងនិយាយពីលោកអ្នកដែលអស់កិលេសកាលនិព្វានកិលេសហ្នឹងសំបីតែញោមញាតបានមកហូបអាហារអីឆ្ងាញ់ឬក៏មិនឆ្ងាញ់អីទៅប្រគេនលោកចាន់ដល់ប្រគេនលោកចាន់អីចង់ដឹងថាប្រគុណម្ចាស់អើយមកហូបនេះមានអជារសឆ្ងាញ់ឬយ៉ាងណាសួរលោកបើសិនណាជាមនុស្សបទជនអ្នកបួសជាបទជនញោមញាតគ្រប់គ្នាក៏ដែរតែគេសួរត្រូវឆ្លើយទៅអូឆ្ងាញ់ហើយគាត់ចាត់ហើយទៅបែបឆ្ងាញ់ក៏ថាឆ្ងាញ់ដែលលើកទឹកចិត្តអ្នកស្លនោះដើម្បីឲ្យគេសប្បាយចិត្តឬឲ្យគេយកមកឲ្យឆាន់ទៀតអានេះក៏បញ្ជោតែព្រះអរហន្តមិនមានទេសម្ដីហ្នឹងលោកឆ្លើយតែចម្រើនពរញោមមកហូបរបស់ញោមនេះល្មមតែញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅបានញោមមើលអត់មានថាមិនឆ្ងាញ់អត់មានតែឆ្ងាញ់ទេថាបើល្មមតែត្រូវត្រង់រូបរាងកាយជីវិតឲ្យប្រព្រឹត្តទៅបានញោមមើលវាផុតស្លាស់ទាំងអស់តើថាឆ្ងាញ់មិនឆ្ងាញ់អាហ្នឹងគេលេះនិយាយពីចិត្តព្រះអរហន្តឲ្យស្ដាប់ម្ដងទៅអាហ្នឹងចឹងសូមយកចោលលោកបរិនិកិលេសវានិព្វានអស់ហើយក៏និព្វានទៅចោលខណ្ឌរបស់លោកនៅមិនទាន់បរិនិព្វាននឹងព្រោះតែលោកត្រេកអរទេការរស់នៅរបស់លោកអត់មានទេស្ងៀមធម្មតាលោកទីទៅដូចជាពូកម្មករទៅស៊ីឈ្នួលធ្វើការបម្រើការងារគេហ្នឹងរងចាំតែមួយខែ30ថ្ងៃមកដល់នឹងចប់មួយខែថ្ងៃនឹងបានទទួលរង្វាន់ពីការងារដែលខ្លួនធ្វើយ៉ាងណាមិញព្រះអរហន្តលោករងចាំតែកាលដែលបរិនិព្វានមកដល់លោកនឹងបានចេញចាកអំពីសង្សារទុក្ខទៅកាន់ព្រះនិព្វានបានប៉ុណ្ណឹងទេណាឲ្យញោមញាគិតមើលមកមានអ្នកណាបំទៅពីមនុស្សបើគ្មានមនុស្សធ្វើល្អទេវតាប្រព្រំអីក៏មិនមានព្រះអរហន្តក៏មិនមានតែពីមនុស្សវិញចឹងថាណាបកែចិត្តអ្នកដែលថាទេវតាប្រអែនព្រំបកែជាងចេះថាមានហេតុណាឲ្យឃើញតែទេវតាព្រំដែលឃើញផងឮតែឈ្មោះស្គាល់តែឈ្មោះបើថាមនុស្សបកែឃើញមនុស្សធ្វើការហ្នឹងឲ្យខ្លួនឯងទៅចឹងរឿងអាហ្នឹងមួយហើយឥឡូវយើងនិយាយពីសម្ភារៈឧបករណ៍ប្រើប្រាស់នៅលើពិភពលោកសប្តាហ៍ថ្ងៃទាំងយើងទាំងគេឃើញឲ្យបានប្រើទាំងអស់តែគ្នានៅយន្តហោះអាយន្តហោះនៅលើមេឃហ្នឹងគេធ្វើពីដែកទម្ងន់នឹងប្រមាណតោននៃខ្លួនវាអានេះយើងគិតមិនចឹងអាទម្ងន់ក៏បានរាប់តោនហើយមនុស្សទៅជីកទៀតមិនដឹងរាប់រយនាក់នឹងប្រមាណតោនសង្កត់ទៅលើអាហ្នឹងទៀតមនុស្សម្នាក់មានអីបានទៀតមកកបោពីរកបោម្នាក់ទៅទៀតឡាប់នឹងប្រមាណ100តោនសង្កត់ទៅលើដែកនោះស្រាប់តែដែកហ្នឹងនោះដែកលើពពកលើមេឃស្រាលយើងគិតមើលមកកបាឡហ្នឹងមិនស្រាលដូចខ្លែងកោក្មេងបង្ហោះលេងខែអាស្រ័យក៏ដើតែណាអានេះយើងដែរគិតទេណាហ្នឹងដែកទៅកបាល់ទឹកទម្ងន់រាប់តោនសត្វដែកយើងធ្លាប់តែឃើញឈើគេធ្វើទូកទេវាដែកទឹកអានេះដែកទឹកយើងគិតមើលមកទម្ងន់ខ្លួនកបាល់ទឹកនឹងប្រមាណតោនគេដឹកទំនិញរាប់រយតោនខ្ញុំមើលអាហេបដែលគេដាក់ទំនិញមួយណាកំពុងសោកកបាល់ទឹកមកដល់គេមានគ្រឿងស្ទូចគេក៏ទៅលើកមកហេបដាក់មកមកឡានបេងគេមកឡានអីណាមកហេបមកឡានហ្នឹងមកមិនចេះតែនេះនឹងប្រមាណ100ហេបតែទឹកឆ្លងបវ៉ាល់សមុទ្រឆ្លងទ្វីបទៀតមិនអស្ចារ្យទេហ្នឹងខ្ញុំគិតមើលមករីអាទូរស័ព្ទដែលនិយាយមិញថាប្រព័ន្ធបានដៃឃើញរូបហើយនិយាយគ្នាបានដូចនៅមកខាងម្នាក់អញ្ចឹងតែមនុស្សនៅណាអានឹងមួយវិញយកមកគ្រឿងក្នុងសរីរៈយើងប្រមាត់បេះដូងពោះវៀនសួតយើងដែលមើលឃើញគេបង្កើតគ្រឿងបច្ចេកដាក់មកស្អាតតែមើលឃើញទាំងអស់គ្នាប្រមាត់ពោះវៀនបេះដូងអត់មានអីបាំងទេចា
ហើយបើគេត្រូវការមើលឆ្អឹងឃើញតែឆ្អឹងទេញ៉ាំគាត់មើលមកអានេះចឹងនេះអាមេរោគដែលវានៅក្នុងឈាមក្នុងទឹកមាត់ក្នុងលំមាត់ណាទៅមើលឃើញវាមានគ្រឿងគេឆ្លោះបញ្ចាំងអតិសកុមអតុគេយកមកដាក់មកឃើញមេរោគលុបនៅក្នុងឈាមក្នុងទឹកមាត់លំមាត់វារវើកខ្ញុំមកគ្រឿងបច្ចេកវិទ្យាទាំងអស់នឹងមានយន្តហោះកប៉ាល់ទឹកអីស្ដីអីអ្នកណាអ្នកធ្វើទេវតាប្អិនបប្រឹងសត្វតែមនុស្សនឹងសត្វតែពុទ្ធលោកប្រាប់ឲ្យគ្មានណាប្រកែកជាងមនុស្សទេប៉ុន្តែតែយើងមិនដឹងយើងទៅដឹងតែទ្រឹស្ដីសាសនាដទៃថាទេវតាប្អិនបប្រឹងប្រកែកជាងមនុស្សនឹងឯងបានចេះតាទៅហៅឲ្យទេវតាយងទៅឋានសួគ៌ប៉ុណ្្នឹងទៅហៅទៅបើចង់ទៅឋានសួគ៌ទៅធ្វើខ្លួនឯងបានទៅបានចង់ទៅនិព្វានទៅធ្វើខ្លួនឯងគ្មានពឹងណាបានទេខ្ញុំមកដល់សរុបសេចក្តីមកនៅលើផែនដីនេះក្រោមមេឃមានណាប្រកែកជាងមនុស្សគ្មានទេវាណាប្រកែកជាងមនុស្សទេមានតែមនុស្សនឹងឯងអូយកមកភាសាគេនិយាយគេថាឋានមនុស្សនេះជាឋានកណ្ដាលមនុស្សកណ្ដាលនៅលើយើងទេវតាប្រព្រំទៅទាំងអស់នៅក្រោមយើងនរកប្រែតដេរឆានអសុរកាយបានគេថាយើងកណ្ដាលព្រោះវាមានលើក្រោមវិញសួរថាអ្នកលើទៅពីណាអ្នកលើអាត្មារៀបទៅពីមនុស្សអាអ្នកក្រោមក៏ទៅពីមនុស្សដែរធម្មពលចំហាយនៃសេចក្តីអាក្រក់ដែលមនុស្សនឹងគេធ្វើអាក្រក់ទៅក្រោមហើយមនុស្សគេធ្វើល្អទៅលើគេមានអ្នកណាមានតែពីមនុស្សហើយប្រពុតលោកតានៅលើដីក្រោមមេឃគ្មានអ្នកណាប្រកែកជាងមនុស្សយើងនៅតែមិនជឿមកហើយមិនដឹងព្រោះយើងមិនបានរៀនពុទ្ធសាសនាអត់បានដឹងទេបើថ្ងៃនេះប្រាប់ឲ្យដឹងហើយសាបានទេហើយកុំឲ្យវាអាភ័មមកជាតិងប់ទៅវិញនឹងប្រពុតលោកប្រាប់ថាម៉េចទៅដឹងតែពីគេឯងហ្នឹងបើញោមចង់បានសេចក្តីសុខសួស្តីមានសម្បត្តិមានទ្រព្យយសស័ក្តិក្នុងនោះធ្វើការទៅដោយកាយវាចាចិត្តហ្នឹងហើយញោមចង់ទៅកាន់បរៈលោកក៏ធ្វើការដោយកាយវាចាចិត្តដែរញោមចង់ចេញចាកសង្សារទុក្ខទៅកាន់ព្រះនិព្វានក៏ធ្វើដោយកាយវាចាចិត្តដែរឃើញទេមានអីតែមានប្រដេអថង្គិកមៈទាំង8ផ្លូវទាំង8ញោមមកទី1គឺសមាទិដ្ឋិទី2សមាសង្កប្បៈជាតួបញ្ញាគេធ្វើដោយចិត្តទី2សមាវាចាសមាកមន្តៈសមាអាជីវៈសមាអាយមៈណាសមាអានេះជាតួសិលសមាវាចាសមាកមន្តៈសមាអាជីវៈ3នេះជាតួសិលហ្នឹងគេធ្វើដោយកាយសមាវាយាមៈសមាសតិសមាសមាធិអានោះផ្លូវចិត្តយកមកតែកាយវាចាចិត្តតិតងណាប៉ុណ្ណឹងឯងខុសពីហ្នឹងអត់មានទេបានប្រពុទ្ធថាខ្លួនត្រូវទីពឹងខ្លួនអត្តាហេអត្តណោនេតោទីពឹងខ្លួនគឺទីពឹងកាយវាចាចិត្តជីវិតបើឥឡូវគិតមើលទៅយកអធិប្បាយអត្តបទអត្តន័យធឿដែលអាត្មាសំដែងមើលជីវិតរបស់យើងធ្វើស្អីដែលខុសពីអា3នេះទៅរួចវាមានតែ3នឹងជាសេចក្តីពិតដែលព្រះសម្មាសម្ពុទ្ធលោកព្រានបដៅមនុស្សហ្នឹងឲ្យមនុស្សបដិបត្តិសេចក្តីការពិតជំនឿដែលមិនខុសមនុស្សដែលជឿមិនខុសមាន4យ៉ាងញោមចាំតែជឿខុសពី4យ៉ាងជឿដល់ទីពី4យ៉ាងគឺខុសហើយជឿ4យ៉ាងគឺជឿមិនខុសជឿទី1កម្មសទ្ធាបល័យកម្មគឺអំពើសទ្ធាគឺជំនឿឲ្យជំនឿលើការងារទី2វិបាកសទ្ធាជឿផលរបស់ការងារទី3កម្មសកតាសទ្ធាជឿថាឲ្យតែជាតិជាមនុស្សឲ្យតែជីវិតមនុស្សនៅលើផែនដីនិយាយសរុបចែកកន្លែងត្រូវតែធ្វើការមនុស្សមានការងារនឹងឯងជារបស់ខ្លួនដែលខានមិនបានទេតែកើតជាមនុស្សត្រូវតែធ្វើការជារបស់ការងារជារបស់យើងជារបស់មនុស្សតាមមិនធ្វើការអត់រស់បានទេអានឹងសេចក្តីពិតជឿត្រឹមត្រូវ
càng nghe để dừng thưa sợ cái chia rồi bỏ phần dướng cứ tao ta thưa mình thưa ọt rồi bạn ta chưa ta càng nghe chia rồi bỏ dướng cầm nó chia rồi bỏ dướng tí 3 tí 4 chưa bánh nhà tra đăng rồi bỏ bột nào ta thác cái ta bố thi sở tìa chưa bánh nhà tra đăng rồi bỏ bột pro bột lúc tra đăng miền bánh nhà nhiên tra đăng để tham gia sầmได้แต่โลกទាំង3គឺដឹងទាំងអស់សង្ខារលោកក៏លោកដឹងសត្វលោកក៏ដឹងឱកាសលោកលោកជ្រាបបានអត់មានបានទៅរៀនពីណាគឺដោយបញ្ញាញាណដែលចាក់លុះទៅយល់ចាំឲ្យជឿបញ្ញាត្រាស់ដឹងរបស់ព្រះពុទ្ធព្រោះកន្លែងខ្លះយើងជាមនុស្សមិនអាចដឹងបានឮបានទេដូចជាសំឡេងរបស់ទេវតាដល់ឆ្មាតូចល្អិតទៅជាយើងស្ដាប់បានតែប្រពន្ធលោកឮទេវតានិយាយគ្នាលោកឮរបស់អីដែលអាកំបាំងល្អិតសុខុមជាទីបំផុតប្រពន្ធលោកមើលឃើញភ្នែកលោកឆ្ងាយប៉ុណ្ណាក៏លោកមើលឃើញអានឹងបានតែឲ្យជឿបញ្ញាត្រាស់ដឹងរបស់ប្រពន្ធអានឹងសូមឲ្យញោមញាតិជ្រាបអញ្ចឹងជឿនឹងអត់ខុសឲ្យតែប្រកាន់ជឿ4យ៉ាងគឺត្រឹមត្រូវទៅតាមសេចក្តីពិតដូចពាក្យអវាទទូលមានព្រានបដារបស់ពុទ្ធមានក្លែមសារហ្នឹងប្រាប់ក្នុងផ្ទៃពុទ្ធសាសនាទាំងមូលព្រោះពុទ្ធលោកកាលណាជួបនឹងមនុស្សណាលោកបញ្យល់ពីហេតុផលពីកម្មផលឲ្យជឿកម្មផលបញ្យល់ពីការងារនិងផលរបស់ការងារអានឹងចឹងនោះទី1ហេតុផលទី2លោកប្រាប់សេចក្តីពិតដល់មនុស្សហ្នឹងដូចកើតការកើតចាស់ឈឺស្លាប់អីជាដើមសេចក្តីពិតអានឹងចឹងប្រាប់នៅសច្ចៈធម៌ហ្នឹងគឺរបស់ពិតហើយសច្ចៈធម៌ហ្នឹងគឺសេចក្តីទុកមួយហេតុឯណាមិនកើតទុកមួយរំលត់ទុកមួយមេគាដែលបដិបត្តិដើម្បីរំលត់នេះសេចក្តីពិតសេចក្តីពិតនេះគ្មាននរណាដឹងខុសពីពុទ្ធទេនៅទី3ពុទ្ធលោកប្រាប់មនុស្សឲ្យលះបង់សេចក្តីអាក្រក់ការងារអាក្រក់ពីកាយវាចាចិត្តអញ្ចឹងឲ្យនាំគ្នាធ្វើសេចក្តីល្អព្រោះនេះជាកម្មផលព្រោះមនុស្សត្រូវអាស្រ័យផលរបស់កម្មតែអ្នកឯងធ្វើការងារអាក្រក់បានផលអាក្រក់មកជួបប្រទះសេចក្តីទុក្ខវេទនានៃជីវិតឯងធ្វើល្អបានសេចក្តីសុខដល់ជីវិតរបស់អ្នកហ្នឹងគេថាឲ្យយើងលះសេចអំពើអាក្រក់ធ្វើសេចក្តីល្អរីកទី4លោកប្រាប់យើងឲ្យយល់ពីសេចក្តីអ្វីដែលត្រឹមត្រូវឲ្យលះបង់អាគំនិតដែលយល់ខុសអាគំនិតដែលយល់ខុសសេចក្តីសុខទុក្ខគេផ្ដល់ឲ្យសុំគេហ្នឹងអាហ្នឹងខុសហើយឲ្យយល់ពីថាអ្វីដែលយើងយល់ទៅក៏ស្អីទៅកើតពីយើងសុខទុក្ខយើងខ្លួនយើងអ្នកធ្វើទាំងអស់អានឹងចាំបានយល់វាត្រូវតែយល់ខុសថាគេឲ្យយល់ត្រូវថាយើងធ្វើខ្លួនយើងយ៉ាងបានទី5លោកប្រាប់ផ្លូវដែលឲ្យយើងបដិបត្តិទៅដើម្បីរំដោះខ្លួនចេញពីទុក្ខគឺអថង្គិកមៈទាំង8អថង្គិកមៈនេះមានសាសនាណាដឹងទេមានប្រពន្ធមានសាសនាណាក៏មិនដឹងដែរអរិញោមញាតិដែលចង់ចេញចាកផ្លូវពីទុក្ខទៅការកាន់ព្រះនិព្វានបានបើមិនបដិបត្តិនៅក្នុងអរិយមគ្គទាំងអត់មានពិធីទៅរួចទេគ្មានពិធីទេអានឹងសូមជ្រាបចឹងសាសនាណាដទៃមានណារកចេញចាក់ទុកបានអត់មានទេរកផ្លូវទៅមិនឃើញទេសាសនាព្រាហ្មណ៍អ្នកបួសជាតាបោះឫស្សីអស់ត្រឹមឋានព្រំទៅទីមិនរួចទេទៅនៅនឹងឯងខំខ្លាំងបដិបត្តិឡើងនៅបានត្រឹមពេលរូបសមាបត្តិអរូបសមាបត្តិប៉ុណ្ណឹងឯងត្រឹមឈានបានប៉ុណ្ណឹងឯងអត់ទៅរួចទេមានប្រពន្ធមួយទេដែលជាមនុស្សប្រសើរពិសេសនៅលើសាកលលោកនោះគ្មាននរណាមានបញ្ញាស្មើនឹងព្រះអង្គបានទេប្រពន្ធលោកដឹងទាំងអស់បានការត្រាស់ដឹងឡើងដែលលោកខំកសាងជាប្រពន្ធដើម្បីនឹងជួយស្រោចស្រង់យុទ្ធយងសត្វលោកដែលកំពុងតែលិចលង់ក្នុងសាគរវាលវត្តអសង្សារគឺត្រៃភពនេះឯងអានេះមកអត់បានសោកទេឲ្យចេញរួចប៉ុណ្ណោះដើម្បីបានសោកហើយដូចញោមញាតគ្រប់គ្នាទាំងអស់ឃ
ក្នុងឋានៈជាពុទ្ធបរិស័ទត្រូវតែធ្វើការដោយកាយដោយវាចាចិត្តគឺបដិបត្តិក្នុងសិលសមាធិបញ្ញានឹងឯងដោយប្រពន្ធលោកដាស់តឿនដល់ពូភិក្ខុតាមនាលភិក្ខុទាំងឡាយអាយុរបស់មនុស្សទាំងឡាយនេះតិចណាស់សត្វដែលត្រូវទៅកាន់បរលោកគួរធ្វើកុសលគួរប្រព្រឹត្តព្រហ្មចរិយធម៌លោកប្រាប់តែអញ្ចឹងសត្វដែលកើតឲ្យឈ្មោះថាមិនស្លាប់មិនមានទេយ៉ាងតែឈ្មោះមិនស្លាប់មិនមានទេអាយុរបស់មនុស្សទាំងឡាយនេះមានត្រឹមតែ100ឆ្នាំទេឬថយចុះបន្តិចក៏មានលើចុះបន្តិចក៏មានប្រាប់តែប៉ុណ្្នឹងឯងយើងត្រូវទៅកាន់បរលោកគឺត្រូវធ្វើកុសលប្រព្រឹត្តព្រហ្មចរិយធម៌ជាពូជឲ្យយើងទៅកាន់សេចក្តីសុខក្នុងកំណើតថ្មីពេលដែលលោកត្រាស់ដាស់តឿនយើងនឹងឲ្យខំរើខ្លួនចេញពីសេចក្តីទុក្ខហ្នឹងអើយយើងកើតរួចហើយចាស់កំពុងតែចាស់ឈឺកំពុងតែឈឺនៅតែមួយទេដែរអានឹងត្រូវដឹងយ៉ាងនេះអបាសិកាគេមេញហៅរ៉េតនេះគាត់បានទទួលគ្រប់អស់ហើយកើតរួចហើយចាស់រួចហើយឈឺហើយស្លាប់រួចហើយនៅឡើយយើងនេះក៏កើតរួចហើយចាស់កំពុងតែចាស់ឈឺកំពុងឈឺនៅតែមួយទេអានឹងកុំគិតសំណោះតបាសិកាខ្លាំងពេកគេទៅផុតឯងទៅពីក្រោយទេហ្នឹងគិតត្រៀមខ្លួនឯងតាមបាននេះឯងធ្វើទេសនាមកព្រឹកនេះអត់បានតិតងឲ្យនៅបាសិការ៉េតនឹងបានតិតងតែមនុស្សរស់ទេតាមបាននេះឯងជាគ្រឿងដាស់តឿនក្រានរំលឹកអ្នកដែលរស់ដែលជិតស្លាប់ហើយឲ្យត្រៀមខ្លួនព្រោះអ្នកដំណើរតែគេមានដំណើរគេត្រៀមស្បៀងគេហើយដើម្បីគេធ្វើដំណើរទៅនឹងអានឹងយើងដំណើរទៅកាន់ស្រុកកាន់ភូមិដំណើរទៅកាន់សេចក្តីស្លាប់នោះក៏ត្រូវត្រៀមដែរកុសលផលបុណ្យហ្នឹងបើយើងធ្វើដំណើរក្នុងនោះត្រូវត្រៀមប្រាក់កាសអីគ្រឿងម្ហូបអាហារតាមផ្លូវដូចតែគ្នាអញ្ចឹងឯងទៅតាមភូមិមនុស្សលោកនេះឆ្លងភូមិធ្វើដំណើរឆ្លងកាត់ភូមិប្រទេសហ្នឹងវាជារឿងមួយងាយទេបាទទៅកាន់បរលោកហ្នឹងពីពឹងខ្លួនឯងមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនឯងមិនទៅខ្ចីទៅសំណាបានទេអានេះជាគ្រឿងត្រាស់ដាស់តឿនឲ្យញោមញាតិពុទ្ធបរិស័ទក្នុងនាមជាអ្នកជឿគោរពពុទ្ធសាសនានោះឲ្យឈប់ពឹងគេទៅខំសំទៅខ្លួនឯងបានមានសង្ឃឹមបើអញ្ចឹងទើបទេសនាក្នុងកម្មវិធីបុណ្យលើកសពសង្ឃកាឈាបនកិច្ចសពរបស់បាសិកាគេមេញហៅរ៉េតក្នុងឱកាសនេះក៏លមុំគួសំតាមកាលនឹងវេលាហើយតែមុននឹងបញ្ចប់ទស្សទេសនានេះសូមប្រមូលនៅបញ្ញរិស័យជាបញ្ញនិធិកំណោបននៃផ្សព្វផ្សាយជូនដល់បាសិការ៉េតបើដែលបានលះលោកទៅកាន់លោកខាងមុខហើយព្រមទាំងបុព្វការីជនទាំងឡាយគ្រប់រូបទាំងអស់ដែលលះលោកទៅមុនហើយនឹងលោកថាទីណាកន្លែងណាក៏សំធ្វើទឹកចិត្តរីករាយអនុមោទនាទទួលកុសលផលបុណ្យដែលកូនចៅប្រុសស្រីទាំងឡាយញាតិមិត្តទាំងអស់ឧទ្ទិសជូនទៅក្នុងឱកាសនេះដោយទឹកចិត្តរីករាយលោកអ្នកទាំងឡាយនោះពេញចិត្តត្រូវការបការៈណាមួយគឺចូលសម្រេចទៅតាមទឹកចិត្តរបស់លោកអ្នកមានគុណទាំងឡាយនេះចោលម្យ៉ាងទៀតក៏សំជូនពោស័ព្ទសាទៅកើតឲ្យញោមញាតិជាក្រុមគ្រួសារកូនចៅទាំងអស់គ្នាដែលចូលមករួបរួមរំលែកមរណៈទុក្ខអំពីអបាសិការ៉េតក្នុងឱកាសថ្ងៃនេះសូមឲ្យលោកចម្រើនលូតលាស់ដោយបញ្ញាដែលអំណាចស្ដាប់ធម៌ទេសនាប្រហែល1ម៉ោងហ្នឹងព្រោះទេសនាថ្ងៃនេះបានបញ្ជាក់ប្រាប់ឲ្យវិជាទាក់ទងនឹងពុទ្ធសាសនានិងសាសនាព្រាហ្មណ៍វិជាបោកជាបល់ហ្នឹងថ្ងៃនេះបំភ្លឺឲ្យយល់អស់ហើយបើប៉ុណ្ណេះ
នៅតែមិនយល់ទេគ្មានពិធីទេទៅតាមដំណើរទៅតែអញ្ចឹងហើយតែបដៅមិនបានទេក៏ធ្វើមិនទៅតាមដំណើរទៅបើយើងធ្វើទេសនាក្នុងឱកាសនេះក៏សន្មតតែចាប់តែប៉ុណ្ណេះឯងអេវ៉ាំងសាធុសាធុសាធុក្រន្តា